ធ្វើបែបនេះទើបសាច់មាន់វាទន់រលុងគាត់ត្រូវធ្វើសរសៃឲ្យសាច់មាន់នេះទើបសាច់នេះមានរសជាតិទន់ឆ្ងាញ់វាត្រូវប្រើគ្រឿងច្រើនដូចជាគ្រឿងស្លឹកក្រអូបហើយនឹងផ្កាម្ទេសនិងម្ទេសតែសំខាន់គឺគ្រឿងដែលខ្ញុំច្នៃគឺទឹកម្ទេសផ្សំនឹងសណ្តែកបន្ទាប់មកយកសាច់មាន់ដាក់ចូលក្នុងឆ្នាំងឆាជាមួយផ្កាម្ទេសនិងម្ទេសផ្សំសណ្តែកចុងក្រោយចាក់ទឹកចូលរងាស់10នាទីម្ហូបឆាមាន់ឈ្មោលនេះក៏បានសម្រេចហើយឯម្ហូបនេះដាក់ត្រចៀកកណ្ដុរត្រពាំងចំណិតម្ទេសហើយនឹងដាក់សាច់ត្រីចូលក្នុងហើយចុងក្រោយចាក់ទឹកចូលនិងបង់ខ្ទឹមចូលក៏បានសម្រេចហើយនេះហៅថាម្ហូបត្រីស្ងោរនេះជាម្ហូបត្រីដែលលោកកក់អ្នកធ្លាប់ហូបម្ហូបគាត់ទេធ្លាប់មានរសជាតិយ៉ាងណាដែររសជាតិឆ្ងាញ់បើមិនឆ្ងាញ់ខ្ញុំក៏មិនមកទៀតដែរគាត់ជានារីខេត្តស៊ីឈួនប្រទេសចិនដីគោកឈ្មោះផុងស៊ីន4ឆ្នាំមុនរៀបការមកតៃវ៉ាន់មានថ្ងៃមួយគាត់ចូលធ្វើម្ហូបប្រមាណមកក៏ត្រូវបានញាតិមិត្តកោតសរសើរពីថ្វីដៃគាត់នៅកន្លះឆ្នាំមុនគាត់បានបង្កើត Facebook ដើម្បីឲ្យគេកក់ទិញម្ហូបគាត់តាមរយៈសង្គម Facebook ក្រោយមកក៏មានឈ្មោះល្បីបន្តិចម្ដងខ្ញុំគិតថានៅទីនេះក៏គ្មានការងារអ្វីផ្សេងដែរណាមួយខ្ញុំចង់ច្នៃអាជីពផ្ទាល់ខ្លួនហើយចង់មានអាជីពមួយដែលពឹងលើខ្លួនឯងផ្ទាល់ហើយក៏គិតថាបង្កើតក្រុម Facebook អ្នកគាំទ្រឆ្នាំទៅនេះគាត់បានចូលរួមប្រកួតហ្វេដៃពិភពអាហារជាមួយសហព័ន្ធជនបរទេសនៅតៃវ៉ាន់គាត់ច្នៃម្ហូបដំឡូងតៅហ៊ូថែមទាំងមានពោតប៉េងប៉ោះនិងពងមាន់ក៏ទទួលបានរង្វាន់ផ្នែកច្នៃប្រឌិតពេលនោះខ្ញុំគ្រាន់តែគិតថាពួកយើងមកតៃវ៉ាន់នេះគ្រាន់តែជាវត្ថុម្យ៉ាងបង្ហាញថាស្នេហាតៃវ៉ាន់ក៏យកដំឡូងច្នៃជាគំរូដែលបង្ហាញចេញពីប្រវត្តិតៃវ៉ាន់គាត់យកចំណាប់អារម្មណ៍របស់ខ្លួនទៅលើតៃវ៉ាន់ផ្គុំជាមួយការច្នៃប្រឌិតអនាគតទៅគាត់ចង់បើកភោជនីយដ្ឋាននៅខេត្តម៉ាវលីឲ្យអ្នកតៃវ៉ាន់កាន់តែច្រើនបរិភោគអាហារស្រុកកំណើតរបស់គាត់